Cái con nơi chút vừa vây lực mình lại lúc I started to drink a lot. bà con chập đam tiền liều và xài I drink so much, I wake up in another and I was doing very bad things. con vừa cái cha mình lọ cái cha I didn't know what is the meaning of the life. con ăn qua làm phi con của nhau này chỉ vấn đề I was empty inside. con mình là rom than thằng nông con nó đôi chỉ tổ tê I tried to feel that emptiness inside of me with money, with girls, with drugs. con chập đam chia diêm chu chul nâng bẩm pin thì cái phát ca con và tiêm phát trở lại vào con nó ta bị ấy ta pha phát từ nhiên ta được nông bung chập diêm bắt đầm na ca thì I become emptier day by day. គាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាឯកោមានអារម្មណ៍ថាខ្លួនឯងដូចជាគ្មានអ្វីសោះដូចទៅទេជារៀងរាល់ថ្ងៃ One day, ថ្ងៃមួយ there were many criminals, they wanted to cut my throat in South មាន Africa. ជនអុក្រិតមកក្រុមគេចាប់គាត់ទៅគេរៀបនឹងយកគាត់ទៅសម្លាប់ចោលទៅកាត់ក្បាលចោលហើយ That time I promised to God, if He helps me, ពេលនោះហើយជាពេលដែលគាត់ចាប់ផ្ដើមស្រែកហៅរកព្រះ I will be good forever. គាត់និយាយថាព្រះអង្គបើព្រះអង្គមានមែនដូចជាប៉ាម៉ាក់ខ្ញុំបានប្រាប់ហ្នឹងឯង And God សូម helped, ជួយកូនកូននឹងឈប់ធ្វើអាក្រក់ហើយបំរើព្រះអង្គរហូត God helped me to escape from the situation. ដឹងទេថាគេចាប់ទៅហើយហ្នឹងគេយកទៅសម្លាប់អស់គាត់មួយទីលែងគាត់អត់យល់ I didn't want to change my life. គាត់អត់ដឹងថាហេតុអីកើតឡើងថាហេតុអីបានធ្វើឲ្យជីវិតគាត់ផ្លាស់ប្ដូរអញ្ចឹង I still wanted to have fun. បាទខ្ញុំតែងតែចង់ដើរសប្បាយស៊ីចាយស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រត្រោតទ្រង់តែមួយដើម្បីឲ្យណាដែលជឿដល់ព្រះរាជបុត្រត្រោតមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអកលជានិច្ចវិញ Because everyone is born as a sinner. ដែលព្រោះតែទ្រង់កើតមកក្នុងសន្តានជាមនុស្សវិបាកហើយ And we cannot do so many good things that one day we will ចឹង be ហើយយើង good. មិនអាចធ្វើអ្វីដែលខំជួសជុលផ្សះផ្សាដើម្បីឲ្យខ្លួនយើងរួចពីបាបបានទេ That's why Jesus had to die for us. អញ្ចឹងហើយបានជាព្រះយេស៊ូវទ្រង់បានសគត់លើឈើឆ្កាងជាមួយយើង Jesus was crucified. ព្រះយេស៊ូវត្រូវបានសគត់លើឈើឆ្កាងពិតប្រាក He ដ was buried. ទ្រង់ត្រូវបានគេបញ្ចុះក្នុងភ្នូរ And 3 days later, he rose from the dead. 3ថ្ងៃក្រោយព្រះអង្គរស់ពីសគត់ឡើងវិញ And Jesus is alive today. ហើយព្រះអង្គរស់នៅសប្តាហ៍នេះឯង And Jesus is changed still. Yes, so the Bible says ព្រះគម្ពីរបានចែងទៀតថា that everyone who calls upon the name of Jesus shall be ថា saved. គ្រប់គ្នាដែលអំពាវនាវរកនាមព្រះយេស៊ូវនឹងទទួលបានការសង្គ្រោះ So there is nothing that we can do for our salvation. អត់បាច់ចាំយើងទៅធ្វើអីឲ្យបានសង្គ្រោះទេ We just need to put our faith in Jesus. យើងត្រូវធ្វើតែមួយ Say a prayer. យើងនឹងប្រាប់ពីរបៀបអធិដ្ឋានទៅកាន់បងប្អូន Please repeat after the pastor. តោះឥឡូវថាតាមខ្ញុំបានទេតោះបិទភ្នែក Dear Lord Jesus, ព្រះយេស៊ូវអើយ I believeទូលបង្គំជឿថា you are the Son of God. ទ្រង់ជា You rose from the dead. ទ្រង់រស់ពីសគត់ឡើងវិញ Jesus Christ, ព្រះយេស៊ូវអើយ I call upon your name now. ទូលបង្គំអំពាវនាវរកនាមព្រះអង្គឥឡូវនេះ Save me now. សូមសង្គ្រោះកូន Set me free. សូមរំដោះកូនឲ្យមានសេរីភាព Wash me with your precious blood. សូមសម្អាតកូនដោយព្រះលោហិតទ្រង់ Be the Lord of my life. សូមធ្វើជាព្រះអង្គម្ចាស់នៅក្នុងជីវិតកូន